មុននឹងគិតដល់ការរៀបចំរបាយការណ៍អ្វីដែលអ្នកទាំងអស់គ្នាត្រូវគិតមុនគេគឺការរៀបចំទិន្នន័យសម្រាប់ការធ្វើរបាយការណ៍សំណួរសួរថាហេតុអីបានយើងត្រូវគិតពីការរៀបចំទិន្នន័យមុននឹងយើងធ្វើរបាយការណ៍ទិន្នន័យគឺជាប្រភពនៃរបាយការណ៍បើសិនជាយើងរៀបចំទិន្នន័យបានល្អនៅពេលដែលយើងអភិវឌ្ឍជារបាយការណ៍ពេលវេលានៃការធ្វើក៏វាលឿនហើយវាមានភាពងាយស្រួលព្រោះយើងអត់ចង់ត្រឡប់មកក្រោយវិញដើម្បីធ្វើការ fix បញ្ហាទាំងអស់ហ្នឹងឯងម្យ៉ាងនៅពេលដែលរបាយការណ៍នោះវារីកធំទៅឬក៏តម្រូវការច្រើនពីអ្នកប្រើប្រាស់ដែលចង់ឲ្យរបាយការណ៍មានព័ត៌មានច្រើនយើងនឹងត្រូវត្រឡប់មកធ្វើការដោះស្រាយបញ្ហាទាក់ទងទៅនឹងទិន្នន័យឡើងវិញបញ្ហា3ធំដែលអាចកើតឡើងនៅពេលដែលយើងអត់បានរៀបចំទិន្នន័យបានត្រឹមត្រូវគឺទី1គឺការបូកលទ្ធផលខុសអញ្ចឹងយើងអត់ចង់ឲ្យបញ្ហានឹងកើតឡើងទេយើងព្យាយាមបង្ការវាឲ្យហើយទី2គឺពិបាកក្នុងការស្វែងរកកំហុសពេលក្រោយយើងសម័យមើលថារបាយការណ៍វាដូចជាម៉ាស៊ីនធំមួយចឹងនៅពេលដែលវាផ្គុំចូលគ្នាហើយនៅពេលដែលយើងត្រឡប់ក្រោយយើងមានបញ្ហាអីមួយយើងត្រឡប់ទៅរកបញ្ហាគឺយើងទៅរុះរើម៉ាស៊ីនទាំងមូលតែម្ដងដូច្នេះយើងអត់ចង់ឲ្យមានបញ្ហានឹងកើតឡើងទេអញ្ចឹងខ្ញុំព្យាយាមបង្ការវាដូចគ្នាហើយបើសិនជាយើងជួបបញ្ហាពីរខាងក្រោយហ្នឹងហើយការងាររបស់យើងនឹងវាចូលក្នុងលក្ខខណ្ឌមួយដែលគេហៅថា double work អញ្ចឹងយើងធ្វើការងារដដែលយើងធ្វើ report ផងយើងត្រូវត្រឡប់មក fix data ដែលមានបញ្ហាហ្នឹងផងអញ្ចឹងសំណួរដែលខ្ញុំគួរតែសួរខ្លួនឯងថាតើខ្ញុំគួរតែចាប់ដើមពីចំណុចផងណានៅពេលដែលខ្ញុំរៀបចំទិន្នន័យសម្រាប់ធ្វើរបាយការណ៍និងការវិភាគទិន្នន័យទី1ខ្ញុំត្រូវគិតពី data enrichment ឬក៏ការបន្ថែមទិន្នន័យចូលទៅក្នុង raw data របស់ខ្ញុំចុះឧទាហរណ៍ថាខ្ញុំមានតារាងប្រតិបត្តិការមួយហើយខ្ញុំខ្វះព័ត៌មានបន្ថែមខ្ញុំខ្វះព័ត៌មានទាក់ទងទៅនឹងអតិថិជនខ្ញុំខ្វះព័ត៌មានទាក់ទងទៅនឹងផលិតផលខ្ញុំខ្វះព័ត៌មានទាក់ទងទៅនឹង sale ដែលជាអ្នកលក់របស់ខ្ញុំអញ្ចឹងខ្ញុំចង់បន្ថែមព័ត៌មាននឹងចូលប៉ុន្តែព័ត៌មានវានៅដាច់ដライពីគ្នាអញ្ចឹងយើងនឹងប្រើ technique នៅក្នុងការ join data ទាំងអស់ហ្នឹងចូលមកក្នុង table raw របស់យើងដោយយើងប្រើ VLOOKUP បន្ទាប់មកយើងនឹងនិយាយអំពីការ clean data ឬក៏ data cleaning អញ្ចឹងនៅក្នុង data cleaning វាបែងចែកទៅជាប្រភេទ data ច្រើនអញ្ចឹងយើងនឹងធ្វើការសម្អាត data ប្រភេទ null និងធ្វើការសម្អាត data ដែលនៅក្នុងប្រភេទផ្សេងៗគ្នាអញ្ចឹងដើម្បីអនុវត្តវិធីសាស្ត្រខាងលើបានខ្ញុំបានរៀបចំវីដេអូ3វីដេអូសម្រាប់ជួយអ្នកទាំងអស់គ្នានៅក្នុងការសម្អាតក៏ដូចជារៀបចំទិន្នន័យអ្វីដែលអ្នកទាំងគ្នាទទួលបានគឺការប្រើរូបមន្តសំខាន់ៗនៅក្នុងការសម្អាតឬក៏រៀបចំទិន្នន័យធ្វើការជាមួយទិន្នន័យដែលមានគុណភាពខ្ពស់និងរៀបចំ report មួយដែលអាចធ្វើការវិភាគក៏ដូចជាវាយតម្លៃឬក៏សម្រាប់ចាត់បានជាមួយនឹងទិន្នន័យទាំងអស់នោះនៅក្នុងវីដេអូជាស៊េរីដែលខ្ញុំបង្កើតគឺខ្ញុំនឹងនិយាយទាក់ទងទៅនឹង VLOOKUP ដែលជារូបមន្តចាស់ភាសាមួយរបស់កម្មវិធី Excel ប៉ុន្តែរូបមន្តនេះវាមានសារៈសំខាន់វាអាចជួយឲ្យយើងធ្វើការបញ្ចូល data ដែលគេហៅថា joining data ទាំងអស់ហ្នឹងចូលទៅក្នុង raw data តែមួយដើម្បីយើងងាយស្រួលនៅក្នុងការធ្វើ pivot table ក៏ដូចជា summary data បន្ទាប់មកយើងទៅសិក្សាទាក់ទងទៅនឹង data ជាប្រភេទ date ឬក៏ថ្ងៃខែដែលនៅក្នុង report ឬក៏របាយការណ៍នីមួយៗប្រភេទ data នេះគឺមានសារៈសំខាន់មែនទែនគឺយើងមើល trend ពីការរីកចម្រើនពីការលក់របស់យើងពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំយើងអាចមើលជា Q ក៏បានយើងអាចមើលជា day ក៏បានអញ្ចឹងយើងនឹងប្រើរូបមន្តមួយចំនួនទៅសម្អាត data ទាំងអស់នេះដែលមានដូចជា date value ឬក៏យើងប្រើរូបមន្តជាន់គ្នារវាង date ជាមួយនឹង mid ជាមួយនឹង left ហើយនឹង right ដើម្បីធ្វើការ clean data ឬក៏ form វាជាប្រភេទ data ឡើងវិញហើយយើងក៏ទៅសិក្សាថាតើយើងធ្វើការ spot check យ៉ាងណានៅពេលដែល data យើង error ហើយងាយស្រួល fix វានិងចុងក្រោយគឺវីដេអូនិយាយអំពីការ deal ឬក៏ការធ្វើការជាមួយ data ជាប្រភេទ text បើសិនជាអ្នកទាំងអស់គ្នាធ្វើការជាមួយ data ច្រើនឬក៏ Excel ច្រើន data ដែលងាយបង្កើតជាកំហុសច្រើនជាងគេគឺ data ប្រភេទ text ហេតុអីពីព្រោះ text មានអក្សរធំមានអក្សរតូចមាននិមិត្តសញ្ញាដែលនៅខាងក្នុងទិន្នន័យវាមាន space នៅសងខាងហើយពេលខ្លះវាមាន invisible character គឺជាប្រភេទ character ដែល print អត់ចេញមើលអត់ឃើញអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវ clean វាឲ្យបានស្អាតអញ្ចឹងនៅក្នុងនោះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាពីរូបមន្តដូចជា trim clean និងរូបមន្តដែលធ្វើឲ្យ data consistent ដែលមានដូចជា upper lower ហើយនិង proper ចឹងនេះគ្រាន់តែជាវីដេអូ introduction ទាក់ទងទៅនឹង module មួយនៅក្នុង course Advanced Excel ដែលខ្ញុំកំពុងតែរៀបចំអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅកាន់ YouTube ក៏បាន LinkedIn ក៏បានឬក៏ Telegram group របស់ខ្ញុំក៏បានដើម្បីធ្វើការមើលវីដេអូទាំងអស់នេះអរគុណ